អ្វីទៅជា account sen បាទ account sen គឺជា account មួយគឺជា account ពិតមិនមែនជា demo ទេប៉ុន្តែគឺយើងអាចបំលែងលុយតូចទៅជា balance ធំដើម្បីងាយស្រួលក្នុងការ trade អូខេ មានន័យថាយើងងាយស្រួលមានន័យថាធម្មតាគឺយើងលុយតិចគឺយើងពិបាក trade ប៉ុន្តែអញ្ចឹង account នេះគឺងាយស្រួលយើងបំលែងលុយទៅជាធំ បាទ ដើម្បីយើងងាយស្រួល trade ហើយមានថា low risk បាទ ហានិភ័យទាប ហ្នឹងហើយបងអរគុណបងហើយមួយទៀតបង account sen មានលក្ខណៈពិសេសអីគេខ្លះ បាទ account sen លក្ខណៈពិសេសវាគឺយើងងាយស្រួលក្នុងការ trade មានថា low risk គឺហានិភ័យគឺទាបអញ្ចឹងហើយមួយទៀតគឺល្អសម្រាប់អ្នកដែលចាប់ផ្ដើមអ្នកដែលចាប់ផ្ដើមដំបូងគឺយើងគួរតែ trade លើ account sen ទៅបាទអ្នកមួយទៀតគឺអ្នកដែលតេស្តយុទ្ធសាស្ត្រថ្មីគឺយើងគួរតែតេស្តទៅលើ account sen ទៅបាទ account sen ប៉ុន្តែគឺបើសិនយើងចំណេញគឺយើងដកលុយបានបាទហើយមួយទៀតគឺសម្រាប់ EA robot ឬក៏ robot អញ្ចឹងគឺយើងតេស្តឬក៏យើងដាក់នៅលើ account sen គឺងាយស្រួលព្រោះ EA ក៏ robot គឺត្រូវការ balance ធំដើម្បី run បាទអញ្ចឹងណាអូអញ្ចឹងឧទាហរណ៍ថាបើយើងចង់តេ EA ឧទាហរណ៍ balance យើង100អញ្ចឹងយើងបំបែកទៅជា 10000 sen អញ្ចឹងមែនបងមានន័យថា account sen គឺ$1គឺយើងប្រវាយទៅជា100 sen អញ្ចឹងណា អូខេបងអូខេ ភាគច្រើន account sen គឺមានអក្សរ C អក្សរ C ឲ្យតែឃើញអក្សរ C ហ្នឹងគឺមានន័យថា sen អូខេបងអូខេ បាទ អញ្ចឹងបងមិញបងនិយាយទាក់ទងទៅនឹង EA បាទ EA បាទ EA ហ្នឹងយើងអាច connect មិនទៅ EA ហ្នឹងមិនទៅ EA ហ្នឹងគឺលក្ខណៈពិសេសវាគឺអាហ្នឹងគឺមាន EA គឺយើង trade auto trade អីគេហៅថា auto trade អញ្ចឹងណា អូខេបងប៉ុន្តែគឺមនុស្សអ្នកបង្កើតអ្នកដែលមានបទពិសោធន៍ខ្លាំងគឺគេ set ជាយុទ្ធសាស្ត្ររបស់គេគឺគេដាក់ទៅគឺគេមិនបាច់ trade ទេគឺ EA ហ្នឹងគឺ trade ឲ្យយើង អូខេតែមុននឹងតេស្ត EA របស់អ្នកណាម្នាក់គឺយើងមើលថា background គាត់ផងថាគាត់គឺពីមុនគឺគាត់ចេះអីខ្លះគឺ pro EA មានន័យថា trade គឺតាមយុទ្ធសាស្ត្រមនុស្សហ្នឹងទេគឺគាត់អ្នក set ខ្លួនឯងទេមិនមែនជា EA នឹងនេះទេ set ខុសគឺយើង set ខាតបើ set ត្រូវគឺយើង set ចំណេញ អូខេបងអូខេអញ្ចឹងមានន័យថា EA ហ្នឹងយើងរើសមើល master ដែរបាទមើលដែរគឺយើងមើលប្រវត្តិគាត់ដែរបាទអូខេបងអញ្ចឹងអរគុណបងសម្រាប់ការចែករំលែកមួយនេះហ្នឹងអូខេអរគុណ